បាទជំរាបសួរពុកម៉ែបងប្អូនជាទីគោរពជាទីរាប់អានអ្នកស្រឡាញ់លើវិស័យកសិកម្មបាទលើវិស័យកសិកម្មបាទអ្នកខ្លះចូលចិត្តដំណាំបែបនេះអ្នកខ្លះចូលចិត្តដំណាំបែបនោះទៅតាមប្រភេទរបស់ពុកម៉ែបងប្អូនតែងតែនិយមទៅម្យ៉ាងម្នាក់ខុសគ្នាបាទចំណែកខ្ញុំវិញបាទខ្ញុំមានដីមួយប្លង់តូចល្មមបាទមិនធំហើយក៏មិនតូចខ្លាំងទេគឺមកល្មមបាទខ្ញុំបានជ្រើសរើសយកដំណាំពោតយកមកដាំហើយដោយសារអាកាសធាតុរយៈពេល2-3ថ្ងៃនេះអត់មានធ្លាក់ភ្លៀងអុយមកទេបាទអត់មានទេសោះហើយនៅខាងកំពង់ស្ពឺយើងនេះខ្ញុំក៏បានបើកប្រព័ន្ធបង្ហូរទឹកដើម្បីឲ្យវាហូរច្រោះទៅតាមរងនីមួយបាទអញ្ចឹងចង់សួរថាតើពោតនៅក្នុងប្លង់នេះមានចំនួនប៉ុន្មានពូជបាទនៅក្នុងនេះគឺមានចំនួនទៅដល់12ពូជឯណោះក៏ប៉ុន្តែយើងនឹងយកទៅប្រៀបធៀបមានពូជថ្មីហើយនឹងពូជទីផ្សារបាទពូជទីផ្សារមានតែ2ពូជទេយើងដាក់នៅក្នុងនឹងដូចគ្នាអាពូជ10ពូជនោះគឺជាពូជដែលយើងបានបង្កាត់មកហើយយើងចាំយកពូជទាំង2ពូជហើយនឹងអា10ពូជនឹងយើងទៅយកប្រៀបធៀបគ្នាថាតើពូជនៅលើទីផ្សារឬក៏ពូជដែលយើងបានបង្កាត់មកនោះលទ្ធផលចុងក្រោយតើវាទទួលបានល្អកម្រិតណាទាំងស្នៀតទាំងស្នូលទាំងធំទាំងណែនទាំងក្តោបគ្រប់ប្រភេទទាំងរសជាតិទាំងអីទាំងអស់យើងអត់ទាន់ដឹងទេដោយសារពូជពោតនេះយើងដាំបានរយៈពេលតែ30ថ្ងៃតែប៉ុណ្ណោះគឺលូតលាស់កម្ពស់ត្រឹមចង្គង់ខ្លះហើយលើចង្គង់ខ្លះក៏មានដែរទៅតាមសុខភាពពោតនីមួយតាមដើមនីមួយអញ្ចឹងយើងនឹងរងចាំនៅវីដេអូបន្តទៀតថាតើលទ្ធផលចុងក្រោយយើងនឹងចេញវីដេអូជាថ្មីមួយទៀតថាតើពោតដែលយើងដាំយកម្ទេសនេះមួយណាល្អជាង